មេដឹកនាំអ៊ុយក្រែនបដិញ្ញាសងសឹករុស្ស៊ីដែលទម្លាក់គ្រាប់បែកប៉ះផ្សារទំនើបស្លាប់មនុស្សជាង16នាក់និងរបួសប្រហែលជា130នាក់ក្នុងនោះមានកុមារជាច្រើនដល់ហើយរុស្ស៊ីបាញ់ដ្រូនទម្លាក់ចូលផ្សារទំនើបអីក៏ម្លេះអាទម្លាក់គេ4ឆ្នាំហើយស្លាប់ពីឥឡូវមកទម្លាក់លើផ្សារទំនើបទៀតតែលោកហ្សេលិនស្គីគាត់ថាអត់ទុកទេចាំមើលទម្លាក់ទៅរុស្ស៊ីប៉ុន្តែហ្សេលិនស្គីគាត់ទម្លាក់ទៅតាហេដ្ឋារចនាសម្ព័ន្ធដូចជារោងចក្រចម្រាញ់អគ្គិសនីឬក៏ឃ្លាំងស្តុកទំនិញដែលពាក់ព័ន្ធនឹងការផលិតគ្រាប់ម្សៅយោធាយកមកបាញ់អ៊ុយក្រែនទេតែអ៊ុយក្រែនរុស្ស៊ីវាអត់ខ្វល់ទម្លាក់ហើយគេហៅថាទម្លាក់គ្រាប់ទៅលើអាគារនឹងមួយគ្រាប់ហើយផ្ទុះប្រជាពលរដ្ឋស្លាប់ហើយនៅពេលដែលមានអ្នកជួយទៅសង្គ្រោះដ្រូនមកទម្លាក់សម្លាប់អ្នកជួយសង្គ្រោះទៀតអាក្រក់មែនតើរុស្ស៊ីនេះអូពូទីននេះក៏ចោះនរកដែរឥឡូវលោកហ្សេលិនស្គីក៏ថាបដិញ្ញានឹងកំទេចរុស្ស៊ីសងសឹកទោះក្នុងតម្លៃណាក៏ដោយហើយគាត់មានដ្រូនមានអីដែរអញ្ចឹងសង្គ្រាមនេះទៅទៀតដែរអញ្ចឹងរុស្ស៊ីធ្វើដូច្នេះធ្វើឲ្យសហគមន៍អន្តរជាតិកាន់តែមួម៉ៅក្តៅក្រហាយនៅអំពើផ្ដេសផ្ដាស់របស់រុស្ស៊ីហើយបន់ឲ្យតែអ៊ុយក្រែនកំទេចរុស្ស៊ីហើយគេជួយកាភ្លើងជួយអីថែមទៀតឥឡូវអាការទម្លាក់បែបនេះធ្វើឲ្យលោកវ្លាឌីមៀសំទោសលោកហ្សេលិនស្គីកាន់តែមានទឹកមាត់ប្រៃក្នុងការឲ្យអាមេរិកបញ្ជូនអាកំជ្រួចប្រព័ន្ធការពារកំជ្រួចអា Patriot នោះផងនឹងអីជួយទៀតហើយម្សិលមិញទៅសុំលោក Elon Musk មហាសេដ្ឋី Tesla និងយានអវកាសទំនើបហើយដែលមានក្រុមហ៊ុន Starlink ប្រព័ន្ធផ្កាយរណបនេះសូមឲ្យជួយបំពាក់ផ្កាយរណបនៅលើអា drone របស់អ៊ុយក្រែននោះដើម្បីទៅចាប់អាក្បាលគ្រាប់ដែលបាញ់មីស៊ីលពីរុស្ស៊ីមកនោះព្រោះអីអ៊ុយក្រែនអត់មានប្រព័ន្ធចាប់អាមីស៊ីលហ្នឹងឯងមានតែ drone អញ្ចឹងបើមានអា Starlink ហ្នឹងប្រព័ន្ធ satellite ហ្នឹងចាប់អាកញ្ជ្រួចហ្នឹងបានអាចបញ្ជា drone នេះទៅកំទេចវាបានជាងមានអាប្រព័ន្ធចាំចាប់នៅក្នុងស្រុកនេះទៅចាប់ពេលដែលវាកំពុងហោះឡើងមកពីដែនដីរុស្ស៊ីព្រោះវាមិនមែនហោះភ្លាមធ្លាក់ភ្លាមទេវាមានពេល15នាទី20នាទីខ្លះ30នាទីបានដល់អីចឹងដែរអញ្ចឹងអានេះគាត់ពឹងទៅ Elon ព្រមហើយ Elon Musk នៅចាំមើលទៀតលោកត្រាំឯនោះវិញរំលឹកគណៈបក្សសាធារណរដ្ឋថាបើចាញ់ឆ្នោតពាក់កណ្ដាលអាណត្តិនេះគេនឹងទម្លាក់លោកហើយមានភ័យអីក្រៅពីខ្លាចគេទម្លាក់ទេលោកត្រាំខ្ញុំថាធ្វើជ្រូកកុំខ្លាចទៅក្តៅលោកត្រាំទៅរំលឹកប្រាប់អ្នកបោះឆ្នោតឲ្យគណៈបក្សសាធារណរដ្ឋគឺគណៈបកកណ្ដាលអំណាចគាត់ថាបោះឆ្នោតថ្ងៃ4ខែវិច្ឆិកាឆ្នាំ2026នេះដែលបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះតើសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភារបស់គណៈបកប្រឆាំងគឺគណៈបកជាធិបតេយ្យកើនសម្លេងព្រោះឥឡូវគណៈបកសាធារណរដ្ឋឈ្នះសម្លេងទាំងនៅក្នុងសភាជាន់ទាបឈ្នះសម្លេងទាំងក្នុងព្រឹទ្ធសភាគឺសភាជាន់ខ្ពស់ប៉ុន្តែអាពាក់កណ្ដាលអាណត្តិនេះគឺជាការបោះឆ្នោតដើម្បីឲ្យចំនួនសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភានេះកើនឡើងឬក៏ថយចុះអីយ៉ាងម៉េចអាស្រ័យទៅលើមតិបោះឆ្នោតតែបើការបោះឆ្នោតនឹងកើនខ្លាំងទៅលើគណៈបកប្រឆាំងសម្លេងសមាជិករដ្ឋសភាកើនខ្ពស់ដែលលើសពីសមាជិកគណៈបកការអំណាចសពថ្ងៃរបស់លោកត្រាំច្បាស់ណាស់តែពេលជាប់សមាជិករដ្ឋសភាបានច្រើនសមាជិករដ្ឋសភានេះនឹងស្នើច្បាប់ទម្លាក់លោកត្រាំមុនអាណត្តិចឹងបើលោកត្រាំគាត់ភ័យគាត់ព្រមានទៀតគាត់ថាតែគាត់ធ្លាក់អ្វីគ្រប់យ៉ាងដែលគាត់ខំកសាងមកគឺនឹងបាត់បង់អស់បាត់អីគេខ្ញុំអត់ដឹងដែរបើប្រជាពលរដ្ឋវិញថាបើអត់លោកត្រាំប្រហែលជាសាំងក៏មិនឡើងថ្លៃដល់ប៉ុណ្ណឹងដែរឥឡូវឡើងដល់2ដងហើយគ្រឿងឧបភោគបរិភោគស្អីការចំណាយសពបែបយ៉ាងគុណនឹង2ទាំងអស់ដែលពេលលោកត្រាំឡើងមកគេថាបើសិនជាគាត់ទៅវិញក៏នេះឲ្យអ្នកដែលខាងបន្តប្រវេសនោះគឺឈឺក្បាលនឹងរឿងលោកត្រាំដែរគឺថាពិបាកមែនតើអញ្ចឹងតែប៉ុន្តែលោកត្រាំគាត់ថាគាត់ធ្វើនេះដើម្បីជាតិដើម្បីទប់កុំឲ្យអន្តោប្រវេសន៍មកច្រើនដើម្បីអីចឹងទៅដើម្បីឲ្យអាមេរិកខ្លាំងអីចឹងទៅតែយ៉ាងណាបងប្អូនចាំមើលទៅជិតដល់អញ្ចឹងបានថាអាសង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងក៏មិនដឹងថ្ងៃណាដែរអូសរហូតដល់ថ្ងៃបោះឆ្នោតហ្នឹងបានមានដំណោះស្រាយព្រោះថ្ងៃនេះលោកត្រាំគាត់ថាអ៊ីរ៉ង់អត់ទាន់ត្រៀមខ្លួននឹងចរចាស្អីកើតទៀតអញ្ចឹងទុកសិនបន្តទៀតបងប្អូនរដ្ឋបាលលោកត្រាំផ្ដើមផ្ទេរលុយបើកប្រាក់ខែបុគ្គលិក UN អង្គការសហប្រជាជាតិដែលកំពុងរកកលដាច់បាយតាមពិតបុគ្គលិកអង្គការសហប្រជាជាតិនេះអាមេរិកជពាក់ច្រើនពាន់លានដុល្លារណាស់អាលុយសមាជិកក៏តែមិនបង់អាស្អីក៏មិនជួយឲ្យដកជំនួយពីអង្គការសហប្រជាជាតិនេះគឺច្រើនស្ថាប័នមែនតើព្រោះចង់ឲ្យដាច់ខ្យល់ព្រោះអត់ថាអត់ប្រយោជន៍អត់ជួយអីអាមេរិកពេលទៅវាយអ៊ីរ៉ង់ពេលទៅវាយស្អីហ្នឹងគឺអីចឹងថាអត់ជួយអីបានច្រើនចឹងខ្ជិលបង់លុយតែអាមេរិកឈប់បង់លុយបាត់អាលុយសមាជិកភាពហ្នឹង
គឺអាមេរិកបាត់បង់សិទ្ធិបោះឆ្នោតអញ្ចឹងអាមេរិកភ័យដែរតែបាត់បង់សិទ្ធិបោះឆ្នោតអស់ទៅមាត់ប្រៃអញ្ចឹងហើយបានតែនៅជាពាក់លុយសហប្រជាជាតិហ្នឹងក្នុងនាមតែលុយជំនួយលុយអីហ្នឹងឥឡូវសន្យាឲ្យអត់ព្រមជួយហ្នឹងនៅប្រហែលជាច្រើនពាន់លានឥឡូវគាត់ជួយតម្លាក់700លានសិនគឺ700លានមើល725លានដុល្លារដើម្បីឲ្យបើកលុយបុគ្គលិកអីហ្នឹងព្រោះអីសហប្រជាជាតិនេះត្រូវការលុយ3500លានដុល្លារដើម្បីរស់ឥឡូវចិត្តដាច់ឆ្នាំអត់ទាន់មានលុយទេផ្ទឹកឥឡូវដាក់ឲ្យ725លាននេះគ្រាន់តែបានជួយអូសដែរបានប្រហែលខែទៀតមិនដឹងទេហើយពិបាកមែនវេទនាមែនអង្គការសហជីវជាតិនេះរាល់ថ្ងៃពឹងតែលើអាមេរិកដែរដល់ពេលអាមេរិកកកោចប់ហើយមែនតើអង្គការសហជាតិនេះខ្សោយមែនតើមិនដឹងមិនទេឃើញទេសង្គ្រាមអ៊ីរ៉ង់អាមេរិកសង្គ្រាមអ៊ុយក្រែនរុស្ស៊ីឥឡូវដល់សង្គ្រាមថៃជាមួយនឹងខ្មែរអត់មានមកជួយអីសោះសំខ្មែរនឹងធ្វើឲ្យគេជួយមិនកើតទៀតឥឡូវចប់ហើយហើយបាទព័ត៌មានចុងក្រោយគឺលុយ725លានដុល្លារដូចខ្ញុំនិយាយចឹងគឺដើម្បីគ្រាន់តែជួយបើកប្រាក់ខែបើកអីបន្តទៀតប៉ុន្តែបើអាមេរិកមិនបញ្ជួយឬបន្ថែមលុយឬក៏ផ្ដល់លុយដោយសន្យាទេគឺអង្គការសហជីវជាតិនេះគឺនឹងជួបបញ្ហាធំមែនតើអាមេរិកបានដកលុយចេញពីស្ថាប័នអង្គការសហជីវជាតិនេះច្រើនស្ថាប័នណាស់នៅក្នុងរយៈពេលដែលលោកត្រាំឡើងនេះគឺយ៉ាងហោចណាស់ក៏មើលបាទ7រកតួលេខនេះមិនទាន់ទេបងប្អូនខ្ញុំសុំ slash ត្រឹមប៉ុណ្ណឹងសិនចុះឥឡូវដល់ម៉ោងហើយចុងក្រោយគេគឺចៅក្រមជាតិគឺចៅក្រមថ្នាក់ជាតិម្នាក់នៅឯបូរីញូវយ៉ករបស់សហរដ្ឋអាមេរិកសម្រេចថាវិធានការរដ្ឋបិទវីសា75ប្រទេសរបស់រដ្ឋបាលលោកត្រាំជាអំពើខុសច្បាប់នេះគឺជាការទះកំភ្លៀងរដ្ឋបាលលោកត្រាំដៃផាំងទៀតឡើងបែក7ពេកទៀតហើយបងប្អូនដោយសារអីកាលពីខែមករានេះលោកត្រាំគឺរដ្ឋបាលគាត់ចេញជាគោលការណ៍មួយគឺរដ្ឋបិទការដែលដូចថាបើកមើលពិនិត្យមើលសំណុំរឿងសំណុំឯកសារជនអន្តោប្រវេសន៍ដាក់សុំវីសាហើយរដ្ឋបិទមែនតើ75ប្រទេសនៅក្នុង75ប្រទេសហ្នឹងមានខ្មែរដែរព្រោះមានច្រើនណាមានខ្មែរមានប្រេស៊ីលមានភូមាមានអេហ្ស៊ីបមានប្រទេសអ៊ីរ៉ង់មានប្រទេសអ៊ីរ៉ាក់មានឡាវមានគុយវ៉ែតមានរុស្ស៊ីសេរីនេប៉ាល់អីអញ្ចឹងទៅបាទ75ប្រទេសដែលគេដូចថាឲ្យតែដាក់ពាក្យសុំអន្តោប្រវេសន៍មកអាមេរិកហ្នឹងគឺគេដូចថាតឹងហ្មងគឺគេមិនចង់ពិនិត្យមើលអីអញ្ចឹងណាដល់ពេលអញ្ចឹងឥឡូវចៅក្រមនេះគាត់ថាធ្វើអញ្ចឹងខុសច្បាប់ហើយវាអត់អាចនឹងទៅដាក់ស្រេចតែចិត្តចឹងទេព្រោះអីសិទ្ធនៅក្នុងការពិនិត្យមើលឯកសារគឺយើងអត់ត្រូវរដ្ឋបិទទេត្រូវមើលគ្រប់គ្នាតែរដ្ឋបាលលោកត្រាំក៏ថាអត់ចង់ឲ្យអ្នកដែលនៅប្រទេសដែលមានឈ្មោះក្នុងបញ្ជីខ្មៅហ្នឹងមកអាមេរិកមកព្រោះអីវាបំពុលទុកអីអញ្ចឹងទៅប៉ះពាល់អីហើយរដ្ឋាភិបាលគេមានសិទ្ធិធ្វើដូច្នេះប៉ុន្តែឥឡូវតុលាការប្រាប់ថាអត់អាចធ្វើអញ្ចឹងបានទេត្រូវតែពិនិត្យព្រោះគេបង់លុយបង់អីហើយពិនិត្យមើលឲ្យទាន់ហើយមិនអាចតែទៅយកគេផ្អាប់សំណុំរឿងគេចោលអញ្ចឹងទេប៉ុន្តែរឿងនេះបងប្អូនយើងត្រូវចាំថាលោកត្រាំឥឡូវគឺគាត់អ្នកមកលេងត្រូវបង់លុយរហូតដល់$20000តម្កល់គាត់មកលេងហ្នឹងអញ្ចឹងប្រជាពលរដ្ឋមកលេងអាមេរិកអាចពិបាកហើយបើមកឲ្យកិច្ចនៅ20000ហ្នឹងដាច់ទៀតគេបញ្ជូនចាប់បានបញ្ជូនទៅវិញបាត់អា20000ហើយគេបញ្ជូនទៅវិញទៀតអាហ្នឹងទី1ទី2បើធានា green card មកនៅវិញសំបីឲ្យ green card បង់លុយដល់ទៅ$100,000តម្កល់អ្នកណាទៅមាន$100,000នោះបងប្អូនរកតែលុយទិញសម្បត្តិយន្តហោះរកសឹងតែមិនបានដល់ពេល$100,000តម្កល់អត់ឲ្យវិញទៀតទាល់តែប្រឡងសញ្ជាតិអាមេរិកជាប់បើធ្លាក់ពីសញ្ជាតិហ្នឹងគឺឬក៏ថាមិនបានពីសញ្ជាតិគឺអត់បានលុយបានអីហ្នឹងអូយចង់បានន័យថាពិបាកមកនិយាយទៅធ្វើឲ្យប្រជាពលរដ្ឋដូចថាអ្នកដែលចង់មានសេចក្តីសុបិនមកអាមេរិកហ្នឹងគឺដូចជាអស់សង្ឃឹមត្រឹមប៉ុណ្ណឹងណាហើយរងចាំអាណត្តិថ្មីអីចឹងទៅមានឡើងកញ្ញាញ់គូហើយអត់រកលុយឃើញរួចចុះវាមានសាធារណៈលុយរបស់អីអ្នកណាជួយអីធ្វើដើម្បីប្រយោជន៍ប្រជាពលរដ្ឋដំណាភាពនៅកន្លែងណាដែលអត់ដឹងថាអាគារនេះបានលុយប្រមាណអស់លុយប្រមាណអ្នកណាសង់ការលើកមុនវាមានស្អីទីស្តីការគណៈរដ្ឋមន្ត្រីអីលុយចិនជួយប្រមាណលុយរដ្ឋាភិបាលប្រមាណឥឡូវពលានយន្តហោះសាងអស់ប្រមាណអីប្រមាណអត់ហេតុអីបានជាគេអត់ប្រាប់ថាអស់លុយប្រមាណបងប្អូនអាគារនេះមិនតិចជាង20លានទេជាទូទៅព្រោះអីអាគារស្កឹមស្កាយបែបនេះអស់លុយច្រើនណា
ខ្ញុំស្មានទេប៉ុន្តែដឹងតែខ្ទង់លានហើយលានដុល្លារលានតែផ្នែកប្រជាពលរដ្ឋប៉ុន្តែប្រជាពលរដ្ឋមិនបាច់ភ័យលានផ្នែកអីព្រោះអីលុយនេះទី1គេក៏អត់ប្រាប់ថាអស់ប្រមាណទី2គេអត់ប្រាប់ថាអ្នកណាជួយទៀតក៏ប៉ុន្តែមិនមែនជាជំនួយបរទេសទេព្រោះលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងសារនៅក្នុងពិធីនោះថាលុយនេះគឺបានមកពីសប្បុរសជននៅក្នុងស្រុកដែលជាខ្មែរជាស្អីក៏ដោយគាត់មិនប្រាប់ជាអ្នកណាទេហេតុអីបានជាលាក់ព័ត៌មានហ្នឹងតែលាក់យ៉ាងម៉េចក៏វាអត់ចិត្តដែរព្រោះព័ត៌មាននៃការសាងសង់អគារនេះគឺការដែលលាក់ហ្នឹងគឺដោយសារតែមានឈ្មោះបុគ្គលសំខាន់2រូបដែលជាអ្នកបរិច្ចាគលុយជួយដល់វិមានព្រឹទ្ធសភានេះគឺអ្នកអង្គការលីយ៉ុងផាត់និងលោកហ៊ុនតូហើយអ្នកអង្គការលីយ៉ុងផាត់ហ្នឹងឈ្មោះលើគេក្នុងចំណោមមនុស្ស11នាក់ហ្នឹងបងប្អូនមួងណារ៉េតបានព័ត៌មាននេះមកពីណាព័ត៌មាននេះគឺបានមកពីសារព័ត៌មាន AFP របស់អន្តរជាតិដែលគេផ្សាយថារដ្ឋាភិបាលអត់បានប្រកាសថាអ្នកណាជួយលុយឬក៏អាគារនេះសង់អស់លុយប្រមាណមែនក៏ប៉ុន្តែស្លាកនៅក្នុងអាគារវិមានព្រឹទ្ធសភានេះដែលអត់មានអ្នកណាថតបានទេប៉ុន្តែអ្នកព័ត៌មានគេលួចយកព័ត៌មានបានថាមានរាយនាមសប្បុរសជនដែលបរិច្ចាគប្រាក់ច្រើនជាងគេគឺលំដាប់លេខ1គឺលោកលីយ៉ុងផាត់អ្នកអង្គការលីយ៉ុងផាត់ហើយនៅក្នុងចំណោម11នាក់ដែលជាអ្នកបរិច្ចាគសម្បើមសម្រាប់សង់អាគារនេះបើអញ្ចឹងមែនម្នាក់អាចរាប់លានដុល្លារឯណោះដើម្បីជួយឲ្យសង់អាគារនេះមានលោកហ៊ុនតូទៅដែរសារព័ត៌មាន AFP ក៏ដកស្រង់តាក់ទងនឹងរឿងនេះសារព័ត៌មានថៃផ្សាយក៏ក្រាក់ពេញផ្ទៃថៃដោយសារអីគេចង់ដុតយើងដែរព្រោះអីថៃគេចង់ដឹងណាតើកម្ពុជាពិតជាបដូរផ្ដាច់នៅក្នុងការលុបបំបាត់ការឆបោកអនឡាញដោយការបដិញ្ញាអីបន្តិចព្រោះអីគេឃើញមានលោក Cash Patel ដែលជាមេ FBI អីហ្នឹងគេគាត់ចូលដល់ស្រុកខ្មែរជួបលោកហ៊ុនម៉ាណែតលោកហ៊ុនម៉ាណែតបដិញ្ញាអីហ្នឹងក៏ប៉ុន្តែលោក Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិគាត់ថាអាចឆបោកអនឡាញឃើញធ្វើកក្រក់កក្រាក់អីដែរប៉ុន្តែដូចអត់ចាប់បានត្រីធំសោះបានតែបាទគាត់ចង់សួរថាតើត្រីធំហ្នឹងនៅឯណាអីអញ្ចឹងទៅឥឡូវនេះត្រីធំហ្នឹងចាប់នៅតែអត់បានប៉ុន្តែត្រីធំហ្នឹងចាប់មិនបានលោកហ៊ុនតូមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកដែលកោតទោសពីតាក់ទងនឹងក្រុមហ៊ុន Huawei លោកហ៊ុនតូប្រកាយអីគាត់ថាអត់មានតាក់ទងនឹងការសម្រេចចិត្តអីទេព្រោះគាត់មានភាគហ៊ុនតែ 30% ទេនៅក្នុង Huawei 30% ក៏អត់មានអីនិយាយបានបើថាកន្លះភាគរយអីទៅមិនថាទេភាគហ៊ុន 100% យើងមានចំណែក 30% យើងអត់អាចនិយាយអីបាននៅក្នុងហ្នឹងអត់អាចគ្រប់គ្រងអីបានដូចលោកឌុចម៉េះលោកឌុចតែឌុចតែមេគុកទួលស្លែងដែលគាត់គ្រប់គ្រងគុកទួលស្លែងដែលស្លាប់មនុស្សអស់ 16000 នាក់អ្នកចូលគុកទួលស្លែងគឺត្រូវទៅស្លាប់ទាំងអស់សតកម្មភិបាលខ្មែរក្រហមដឹងតែដូចគាត់ថាមិនអីក៏អត់ដឹងអីហងពួកអីគាត់ធ្វើតាមតែបញ្ជាគេឲ្យគាត់ជាមន្ត្រីទូចតាចមួយគ្រាន់តែធ្វើមេគុកទួលស្លែងមានអីមេគុកខ្លះគេមើលទៅស្លាប់មនុស្សរាប់សែននាក់ផងប៉ុន្តែភ្លេចគិតថាលោកឌុចជាមេគុកទួលស្លែងគឺជាគុកដាក់កម្មាភិបាលខ្មែរក្រហមកុយធួនឬក៏មន្ត្រីធំជាន់ខ្ពស់របស់ខ្មែរក្រហមបញ្ញវន្តបណ្ឌិតផ្សេងដែលគេយកមកពីក្រៅប្រទេសយកទៅឲ្យបំរើរដ្ឋាភិបាលខ្មែរក្រហមចាញ់បោកគេយកទៅស្លាប់នៅគុកទួលស្លែងឡើងពីទៅមើលទៅឃើញតែរូបថតនឹងភ្នែកកលួងទនកម្មទរណកម្មដកកញ្ចក់ផងក្អែបខំផងចលក់ជាមួយទឹកក្នុងធុងប្រេងកាតដែលចង់និយាយធុងទឹកដែលស្អីហ្នឹងមើលទៅលោកអ៊ំម៉ែនណាតហ្នឹងគាត់ធ្វើគូរូបព្រោះគាត់សអ្នកទោសនៅគុកទួលស្លែងហ្នឹងគាត់សាកសីរស់គាត់ទៅស្លាប់ប្រហែលជា10ឆ្នាំជាងហើយក្រោយមកហ្នឹងគឺលោកប៊ូមេងលោកអ៊ំប៊ូមេងហ្នឹងក៏ទើបតែស្លាប់ប្រហែលអាទិត្យមុនហ្នឹងគឺសុទ្ធតែអ្នកសាកសីរស់និយាយអំពីបញ្ហាលោកដូចហ្នឹងក៏ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត30ឆ្នាំ40ឆ្នាំដោយសារតែការទទួលខុសត្រូវក្នុងចំណែកគុកមួយដែលយើងគិតថាគុកនៅស្រុកខ្មែររាប់ម៉ឺនគុកចាហេតុអីបានជាមេគុកមួយត្រឹមតែដូចជាប់គុកដែរចុះភាគហ៊ុនតែដូចនៅក្នុងគុកទួលស្លែងឬក៏របបខ្មែរក្រហមណាបើនិយាយពីភាគហ៊ុនគាត់ហ្នឹងមានមិនដល់ 5% ផងតែដល់ពេលលោកហ៊ុនតូមានភាគហ៊ុន 30% នៅក្រុមហ៊ុន Huawei គាត់ថាអត់អីផងហើយឥឡូវ Huawei ហ្នឹងធនាគារ Huawei Pay ហ្នឹងឬអីហ្នឹងធនាគារជាតិហ្នឹងបិទចោលទៀតឥឡូវអ្នកដែលតវ៉ាខ្លោចផ្សារហើយគេដាក់នៅក្នុងបញ្ជីខ្មៅបង្កកទ្រព្យសម្បត្តិស្អីរឹបអូសបើមានតាក់ទងនឹងលោកហ៊ុនតូហើយរឿងឆបបោកអនឡាញហើយលោកហ៊ុនតូនេះក៏ជាប់ឈ្មោះនៅក្នុងបញ្ជីនៃ
ធនាគារមួយឈ្មោះ H&H ហេងហ៊ីដែលក្នុង H&H ហ្នឹងមានលោកលីសុងដែលជាដៃស្ដាំរបស់ Gen Z ហើយមានភាគហ៊ុនត្រឹមតែ15% ឬ 20% តែម្ដងផងហើយជាសិទ្ធិនាយកនៅក្នុងក្រុមហ៊ុនធនាគារដែលទៅបាត់ទៅទៀតសិទ្ធិតាក់ទងនឹងរឿងឆបោកនឹងដែរហើយទៅគាត់ថាអត់មានអត់មានបានតាក់ទងអីផងអត់មានការទទួលឥឡូវនេះស្រាប់តែធ្លាក់លឺទៅជួយលុយជួយដល់អាគារវិមានព្រឹទ្ធសភាវិមានសាមគ្គីភាពអីទៀតហើយលោកលីយ៉ុងផាត់ហ្នឹងក៏អញ្ចឹងដែរជាមេអុកញ៉ាសមាគមអុកញ៉ានៅស្រុកខ្មែរសហរដ្ឋអាមេរិកកោលទោសដាក់ក្នុងបញ្ជីក្រុមហ៊ុនលោកអុកញ៉ាលីយ៉ុងផាត់7 8សុទ្ធតែជាប់ទោសទាំងអស់ហើយឥឡូវនេះនៅព្រំដែនហ្នឹងកាស៊ីណូដែលតាក់ទងការឆបោកអនឡាញមានឈ្មោះលោកលីយ៉ុងផាត់មានអីនៅហ្នឹងសុយថាសឡកពឹសកម្ពុជាអត់ស៊ើបអង្កេតឥឡូវយើងអត់ឆ្ងល់ទេឲ្យគេស៊ើបអង្កេតអាម៉េចថៃប៉ុណ្ណាក៏ដោយបើថៃនេះនៅតែផ្ដាល់ផលគឺគេនៅតែຕົកអាហ្នឹងដូចរឿងកំ pl ែងមួយអញ្ចឹងដែលជាប៉ែមួយនោះគាត់សំទោសស្ត្រីម្នាក់ដែលគាត់ទៅទូពិតប្រាប់មិត្តភក្តិគាត់ថាអូយសង្សារខ្ញុំធ្វើឲ្យខ្ញុំពិបាកចិត្តមែនតើកាលមុនខ្ញុំគីឡូ90គីឡូគាត់ធ្វើឲ្យខ្ញុំកើតទុករីងរៃឥឡូវខ្ញុំស្រកនៅសល់តែ60គីឡូស្រកអស់30គីឡូតែ2 3ខែហើយទៅមិត្តភក្តិគាត់សួរថាអញ្ចឹងបើគាត់អំពុលទុកអញ្ចឹងអត់ព្រមផ្ដាច់តំណែងតំណងគ្នាទៅឈប់តាក់ទងគ្នាទៅដឹងស្ត្រីនោះគាត់ឆ្លើយថាមិនទេអត់ទេខ្ញុំតមអាហារយូរហើយអត់បានផលសោះរាប់ឆ្នាំហើយតតែគាត់បានតែគាត់ទេបាទខ្ញុំស្រក30គីឡូអញ្ចឹងទុកឲ្យគាត់ឲ្យខ្ញុំរីងរៃតិចស្រកដល់45អីចាំខ្ញុំជប់តាក់ទងគាត់ណាវាទៅជាចេះវិញទៅយើងទុកអាគេរីងរៃទៅលអ៊ូពីរឿងរីងរៃហូចតឥឡូវគេសួរថាចាប់បើរីងរៃអញ្ចឹងហេតុអីក៏នៅតាក់តងគ្នាទៀតក៏ថាអត់ទេមកអញ្ចឹងដល់ពេលគាត់ធ្វើឲ្យបាក់ចិត្តទៅស្រកគីឡូអញ្ចឹងស្រួលដែរកាលមុនលេបថ្នាំអីក៏តាមមិនស្រកអញ្ចឹងទុកមិនបន្តិចទៀតទៅឲ្យស្រកដល់45ចាំឈប់តាក់តងគ្នាឥឡូវដូចគ្នាអញ្ចឹងករណីរបស់លោកលីយ៉ុងផាត់លោកហ៊ុនតូទៅជួយលុយនៅក្នុងអាគារវិមានរដ្ឋសភាមុខមាត់របស់ជាតិឲ្យលុយគេឲ្យមករាប់លានឧទាហរណ៍ហើយយើងទៅកាត់ទោសគេនឹងអាម៉េចទៅតាមស៊ើបអង្កេតគេអាម៉េចអញ្ចឹងយើងទៅខំដៃអ្នកដែលបញ្ចុកបាយយើងមិនទំនាស់ផលប្រយោជន៍ទំនាស់ផលប្រយោជន៍ហ្នឹងគឺវាគ្រោះថ្នាក់ដល់ជាតិមែនតើខ្ញុំមិនចោទប្រកាន់ថាលោកហ៊ុនតូឬលោកលីយ៉ុនផាត់ជាអក្រិតជនឬក៏ជាអីទេក៏ប៉ុន្តែលោកមាននៅក្នុងបញ្ជីរបស់សហរដ្ឋអាមេរិកដែលកំពុងតែតាមមើលស្រុកខ្មែរថាតើយើងនឹងពិតជាធ្វើឲ្យកក្រើកមែនហ្នឹងតើយើងគ្រាន់តែងន់វាយស្មៅបង្អើលពោះមកយកទៅសងឬក៏យើងធ្វើមែនតែនឥឡូវអត់ទាន់ឃើញយើងធ្វើមែនតែនទេគឺឥឡូវដល់ពេលអញ្ចឹងដល់ពេលលោកអុកញ៉ាលីយ៉ុងផាត់ឬក៏ហ៊ុនតូគាត់ទៅជួយលុយឲ្យវិមានរដ្ឋសភាដល់ស្កឹមស្កាយបែបនេះទៀតអ្នកណាទៅហ៊ានធ្វើអីគាត់ព្រោះមានស្នាដៃកសាងជាតិមានគណោបការៈដើម្បីជាតិនេះជួយអាគារជួយអីអាចនឹងលុយនឹងគាត់ជួយយូរហើយព្រោះអាគារនឹងជួយតាំងពីមុននឹងបាច់ខ្ចាយអារឿងឆបោកអនឡាញអញ្ចឹងហើយមើលទៅបានជារដ្ឋាភិបាលអត់ហ៊ានបញ្ចេញឈ្មោះអត់ហ៊ានរៀបរាប់អស់លុយប្រមាណអ្នកណាជួយប្រមាណអីព្រោះតែលឺលោកលីយ៉ុងផាត់លោកហ៊ុនតូមកហ្នឹងច្បាស់ជាគេររឿងហើយស្មានតែគេអត់ររឿងព្រោះរឿងតម្លាភាពរឿងអីហ្នឹងអស់លោកលាក់តែរហូតហ្នឹងហើយរឿងនេះគឺជារឿងក៏ប៉ុន្តែរឿងចេះនៅពេលដែលសារព័ត៌មានអន្តរជាតិគេយកព័ត៌មានបានថាមានលោកលីយ៉ុងផាត់នៅក្នុងហ្នឹងលោកហ៊ុនតូនៅក្នុងហ្នឹងដឹងលោកជាធិរិទ្ធដែលជាអ្នកនាំពាក្យឲ្យលោកហ៊ុនសែនគាត់ថាមិនហីគាត់ថាអ្នកណាក៏ដោយដែលផ្សព្វផ្សាយព័ត៌មានថាលុយសាងសង់វិមានសាមគ្គីភាពរបស់ព្រឹទ្ធសភានេះគឺបានមកពីលុយអុកញ៉ាលីយ៉ុងផាត់ឬលោកហ៊ុនតូហ្នឹងណាគឺជាការមូលបង្កាច់ផ្សព្វផ្សាយព័ត៌មានមិនពិតហើយគាត់ថារួចខ្លួនណាឃើញលោកជាធិរិទ្ធរួចខ្លួនណាថាប៉ុណ្ណឹងទៅគាត់ថាយ៉ាងហោចណាស់បានតបមួយម៉ាត់អត់រួចខ្លួនទេលោកជាធិរិទ្ធអត់មានអាណាគេទៅធ្វើដូចលោកចឹងថានិយាយតែមួយម៉ាត់ប្រាប់សារព័ត៌មាន AFE នៅក្នុងស្រុកអីតែរួចខ្លួនអត់ទេបើលោកបញ្ចេញមករបាយការណ៍ស្អីគេតាក់ទងនឹងការសង់អាគារហ្នឹងអ្នកណាចូលរួមខ្លះហើយសរសេរមកហើយដល់ពេលមូណារ៉េថាអញ្ចឹងជួចាំមើលដល់ពេលគេសរសេរមកអត់មានឈ្មោះនឹងទាំងអស់គេចង់សរសេរអីក៏បានដែរអ្នកណាបរិច្ចាគប្រមាណគេខ្លែងលិខិតអីក៏បានដែរខ្ញុំអត់មានឆ្ងល់ទេធ្វើទៅតែយ៉ាងហោចណាស់ក៏បង្ហាញថាលុយនឹងបានមកពីណាអ្នកណាជួយអីអញ្ចឹងទៅប្រជាពលរដ្ឋចង់ដឹងព្រោះការដែលលុយអ្នកណាជួយហ្នឹងហេតុបានចង់ដឹង
បើលុយឧទាហរណ៍ក្រុមហ៊ុនរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋឬដីរដ្ឋបឹងបួរសម្បត្តិរដ្ឋនៅកន្លែងណាដែលឲ្យសម្បទានទៅក្រុមហ៊ុនហ្នឹងស្រាប់តែក្រុមហ៊ុនហ្នឹងមានចំណាយជួយព្រឹទ្ធសភាអស់ប៉ុណ្ណេះលាននេះជាអំពើពុករលួយហើយព្រោះអីយើងយកអាលុយពីក្រុមហ៊ុនដែលទៅលុបបឹងបូមខ្សាច់ឬក៏បំផ្លាញជាតិខ្មែររួចទៅមានឈ្មោះអញ្ចឹងបានអស់លោកអត់ចង់បញ្ចេញឈ្មោះអ្នកទាំងអស់នោះទេហើយក៏អត់មានអ្នកណាជួយរដ្ឋាភិបាលខ្មែរដែរព្រោះប្រជាពលរដ្ឋរហតាំងកច្រកឆ្នាំងអត់បានអ្នកណាទៅជួយលុយមានតែអស់អង្គញាមហាមន្ត្រីដែលលួចជាតិនឹងឯងដែលជួយលុយច្រើនដើម្បីអីដើម្បីទិញសមានចិត្តកុំឲ្យរករឿងពួកគាត់នៅក្នុងអំពើពុករលួយលួចជាតិបានច្រើនជាងហ្នឹងជួនកាលគាត់ជួយ3លានមែនតែគាត់លួចបាន30លានមានអ្នកណាទៅធ្វើអីគាត់បានព្រោះអីគេមានស្នាដៃជួយជាតិប៉ុណ្ណេះអ្នកណាទៅប៉ះដាក់តែរូបលោកហ៊ុនសែនចែកណែលិខិតសរសើរថាបានជួយជាតិមួយយកទៅដាក់នៅក្នុងហាងមួយហ្នឹងស្មើនឹងกระดาษយ័ន្តអ្នកណាក៏មិនហ៊ានជន់ដែរគឺអញ្ចឹងស្រុកខ្មែរយើងវប្បធម៌ហ្នឹងគឺវាតែអញ្ចឹងតលតែអស់របៀបគ្រប់គ្រងបែបតកូលចេះទៀតបានលែងមានអាវប្បធម៌ហ្នឹងបើអញ្ចឹងទេនៅ1000ឆ្នាំទៀតក៏នៅអញ្ចឹងដែរតែឥឡូវហ្នឹងហើយឥឡូវខាងរដ្ឋាភិបាលគេបកស្រាយប៉ុណ្ណឹងតែសារព័ត៌មានអន្តរជាតិគេផ្សាយក៏ក្រើកហើយគេផ្សាយនេះបងប្អូនដឹងគេផ្សាយដើម្បីអីគេចង់មើលចរិតមេដឹកនាំខ្មែរយើងថាតើយើងបដិញ្ញាថាប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញនោះតើយើងធ្វើម៉េចយ៉ាងច្រើនដោយលោកហ៊ុនម៉ាណែតមកនិយាយចឹងយើងកំពុងតែបដូរផ្ដាច់ប្រយុទ្ធការឆបោកអនឡាញលោកលីយ៉ុងផាត់ហើយលោកហ៊ុនតូសំទោសលោកកុកអាននិងលោកលីយ៉ុងផាត់កំពុងតែដុតដៃដុតជើងជួលមេធាវីឲ្យលុបឈ្មោះចេញពីបញ្ជីខ្មៅណាមានរឿងកំ pl ែងមួយទៀតបងប្អូនមានដែលឃើញលោកអ៊ំម្នាក់ដែលគាត់យកអាបងបិទលបួសទៅបិទលើកញ្ចក់ឯងព្រោះគាត់ឆ្លោះកញ្ចក់ពេលដែលគាត់ឆ្លោះកញ្ចក់គាត់ឃើញអាស្នាមដូចថាមុតអីចឹងនៅលើក្បាលគាត់ហ្នឹងហើយចឹងទៅគាត់យកបងហ្នឹងគាត់ទៅបិទព្រោះអីទៅមើលឃើញនៅក្នុងកញ្ចក់ហ្នឹងគឺគាត់បិទលើអាកញ្ចក់ហ្នឹងបិទទៅព្រោះបិទទៅវាបាំងអាកន្លែងហ្នឹងប៉ុន្តែក្បាលគាត់អត់ជាប់អាបងឬក៏ថ្នាំក្រហមហ្នឹងឯងគាត់បិទនៅលើកញ្ចក់គាត់បិទឡើងចិត្តឆឹងព្រោះអាគាត់ឈរកន្លែងហ្នឹងបងហ្នឹងបិទទៅគឺមើលទៅគាត់ស្មាជាប់ក្បាលគាត់តាមពិតជាប់នៅកញ្ចក់ឯងហើយទៅគាត់ដើរទៅវិញធ្វើមិនដឹងហើយទៅប្រពន្ធគាត់សួរថាតាប៉ែអូយចាំមុតអីមិញឲ្យមិញទៅយកបងយកអីយកមកបិទហេតុអីបានតទេស្អាតគាត់ថាយីបិទ4 5បងហើយតទេស្អាតមិនហើយដល់ប្រពន្ធប្រាប់ថាបិទនៅឯណាបិទនៅលើក្បាលហ្នឹងចុះមិនក៏អត់ឃើញដល់ទៅមើលទៅជាប់នៅកញ្ចក់ទាំងអស់នេះយើងធ្វើអញ្ចឹងគេឲ្យយើងទៅរួចភ្លើងយើងមកអង្គុយបក់ផ្សែងរួចទៅប្រាប់ប្រជាពលរដ្ឋថាកុំភ័យបន្តិចទៀតឈប់ឆ្លក់អីបក់ដាច់ខ្យល់ស្លាប់ទៅព្រោះយើងធ្វើអញ្ចឹងងាប់ហើយប្រជាពលរដ្ឋខ្មែរគេញ៉ាំបាយត្រឡោកមែនគេអត់ដឹងរឿងហ្នឹងហើយថាខ្មែរយើងបោកបាន30-40ឆ្នាំក៏នៅតែបោកចោះយើងមើលងាយខ្មែរយើងណាឃើញគ្នាមិនហ៊ានតវ៉ាហ្នឹងគឺមើលងាយហ្មងប្រមាថណាបងប្អូនអំពើប្រមាថនេះគឺនាំទៅដល់ភាពមហន្តរាយព្រោះប្រមាថប្រជាពលរដ្ឋខ្លួនឯងថាល្ងង10គត់ខ្លៅឃ្លានខ្លាចធ្វើអីក៏បានហើយខ្លៅឃ្លានខ្លាចហ្នឹងមេដឹកនាំដែលចេះទ្រឹស្ដីខ្លៅឃ្លានខ្លាចហ្នឹងចោះចូលគេបាត់ហើយកូនស្រីគាត់ហ្នឹងទៅគេបាត់ហើយគឺសឡុតមិនខ្លាចសឡុតមិនអីហ្នឹងឥឡូវទៅធ្វើការឲ្យអ្នកសឡុតហ្នឹងហើយដូច្នេះយើងអញ្ចឹងប្រជាពលរដ្ឋអស់សង្ឃឹមច្រើនទៀតដល់ពេលអញ្ចឹងចេះតែគិតថាបានជោគជ័យឯងព្រោះអីអ្នកណាដែលនៅរឹងជាងគេខាងតកូលកម្មហ្នឹងឥឡូវយកមកបានហ្នឹងអញ្ចឹងអ្នកផ្សេងទៀតស៊ីផុយបោកទៀតអត់ទេការប្រមាថនេះឈានទៅរកភាពអន្តរាយដោយស្វ័យប្រវត្តិខ្លួនឯងទេព្រោះអំពើនេះគឺជាអំពើដែលខ្វះអំពើបុណ្យដូច្នេះវាអំពើបាបវាអត់មានបានជាអំពើបុណ្យកុសលអីទេវានឹងទៅរកធម៌វិនិច្ឆ័យទេអស់លោកបោកប្រជាពលរដ្ឋបែបនេះហើយទៅបោកទៅនាំគ្នាយកអាបងស្អិតហ្នឹងយកទៅបិទនៅលើកញ្ចក់ទៅហើយក្បាលហ្នឹងនៅហូរឈាមអញ្ចឹងដដែលទៅហើយបក់ថាផ្សែងទៅកុំរួចភ្លើងហើយប្រាប់ប្រជាពលរដ្ឋថាធ្វើហើយសហគមន៍អន្តរជាតិគេល្ងងម៉េះគេដឹងរឿងគ្រប់តែគ្នាតែអស់លោកបោកបានតែប្រជាពលរដ្ឋខ្មែរទេសហគមន៍អន្តរជាតិគេមិនល្ងងដល់ថ្នាក់ហ្នឹងប៉ុន្តែដល់ពេលគេផ្សាយមកគឺយើងថោកទាំងជាតិសាសយើងទាំងមូលហ្មងព្រោះតែគេផ្សាយមកគឺគេថាអូអញ្ចឹងរដ្ឋាភិបាលខ្មែរធ្វើអញ្ចឹងការដែលគេមិនគ្រប់គ្រងរដ្ឋាភិបាលខ្មែរដើម្បីថ្កោលទោសថៃរឿងឈ្លានពានទឹកដីកម្ពុជាហ្នឹងគឺត្រូវហ៎ព្រោះអីចរិតយើងអញ្ចឹងគេរកតែខ្សែគប់យើងអត់បានហើយយើងអត់ដូរចរិតហ្នឹងទៀតបាទឥឡូវបន្តទៅទៀត
កម្ពុជាបន្តតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាតែមិនប្តឹងថៃតវ៉ាទៀតខ្ញុំអានតតតាខ្សោះខ្យល់ហើយខ្ញុំអត់មាននឿយណាយនៅក្នុងការអានទេព្រោះអីរដ្ឋាភិបាលកម្ពុជាក៏អត់មាននឿយណាយនៅក្នុងការតវ៉ាឲ្យមិនព្រមប្តឹងថៃនេះលិខិតរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី21ម្សិលមិញកម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានេះលិខិតទីប្រមាណហើយ800ជាងហើយបងប្អូនខ្ញុំភ្លេចអស់ហើយវាច្រើនរយដងពេករដ្ឋាភិបាលកម្ពុជាតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរដ្ឋអធិបតេយ្យតវ៉ាដាក់ដៃដាក់ជើងមានបាត់ឈប់បាញ់ហ្នឹងអាហ្នឹងបាត់ឈប់បាញ់ទុកម្ដុំតលាក់បាតធាក់ញោមហើយព្រោះអីញោមប្រេះផ្ដាស់ណាស់រឿងអធិបតេយ្យអត់មានរឿងតវ៉ារឿងអនុគ្រោះឯងគឺរឿងណែឯងចូលមកគឺដាក់ដៃដាក់ជើងព្រោះអីតែហ៊ានការពារព្រំដែនត្រូវតែមានសិទ្ធិស្វ័យការពារតាមរដ្ឋធម្មនុញ្ញកម្ពុជាផងតាមសច្ចាប្រណិធានផងតាមរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិហើយថៃអត់មានរឿងអីមកក្រេក្រាអីស្រេចចិត្តចឹងឯងអត់មានតវ៉ាទេហើយបើថាមិនហ៊ានវាយគេទេកុំឲ្យមានសង្គ្រាមល្អហើយសង្សន្តិភាពប្តឹងគេផងទៅតុលាការព្រំដែនអន្តរជាតិអត់ប្តឹងទៅទៀតគាត់តវ៉ាបំពេញមកលើដែនដីខ្មែរទៀតហើយគាត់ថាថ្ងៃ26ខែកក្កដាដល់ថ្ងៃ17សីហានេះនៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យកម្លាំងប្រដាប់អាវុធថៃបន្តឈូសឆាយព្រៃជាបន្តបន្ទាប់តែមិនដឹងទេគេដាំដូងដាំឈើចិត្តបានផ្លែហូបអីហ្នឹងនៅលើដីខ្មែរហ្នឹងដើម្បីសាងសង់ផ្លូវថ្មីមួយខ្សែទៀតដែលតភ្ជាប់ពីភាគខាងជើងនៃបង្គោលព្រំដែនលេខ14ទៅកាន់តំបន់ភ្នំតាថងភ្នំ278បន្ទាប់មកនៅថ្ងៃទី20ខែសីហាឆ្នាំ2026ថៃកងកម្លាំងប្រដាប់អាវុធថៃបន្តសកម្មភាពសង់ផ្លូវនៅតំបន់ខាងលើព្រមទាំងសង់លេនដ្ឋានយោធាថ្មីផងដែរគេតិចទៀតគេសឹងថាចង់រៀបចំជាវិមានសកម្មស្កាយអីអស់ហើយគេធ្វើមកយោហើយយើងនៅតែតវ៉ាអញ្ចឹងថ្ងៃទី20សីហានៅឃុំស្អែមស្រុកជាំខ្សានខេត្តព្រះវិហារកម្លាំងប្រដាប់អាវុធថៃសាងសង់លេនដ្ឋានយោធាថ្មីមួយចំនួននៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈដល់ចដើខេត្តព្រះវិហារទៀតដែលមានតឡាការដីកាតឡាការយុតិធធអន្តរជាតិផងអានេះកិច្ចការនេះអីវ៉ាន់នេះត្រូវប្តឹងទៅ ICJ ភ្លាមព្រោះអីគេរំលោភបំពានសាលដីកាហ្នឹងយើងនៅតវ៉ាហើយបើថៃជឿតវ៉ាយើងគេធ្វើហើយគាត់ថាសកម្មភាពទាំងនេះគឺរំលោភដឹងហើយគាត់នៅតែស្រែកទៅដាច់ខ្យល់ងាប់រំលោភអត់ព្រមប្តឹងប៉ូលីសក្រសួងការពារជាតិបន្តនាំក្រុមអ្នកសង្កេតការអាស៊ានចុះទៅថតរូបដីខ្មែរដែលថៃឈ្លានពានតែមិនប្តឹងថៃទៅទៀតខ្ញុំហៅក្រុមនេះថាជាក្រុមសង្ហារឹមមានបងប្អូនខ្មែរមួយចំនួនថាគាត់សើចថាហេតុអីបានជាហៅពួកគាត់ថាជាក្រុមសង្ហារឹមបងប្អូនសង្ហារឹម1000ហ្នឹងគឺគ្រាន់តែជាការលម្អទេផ្ទះយើងដែលយើងដាក់សង្ហារឹមគឺគ្រឿងតុកទូកៅអីកែកងពិទូសូរកានអីហ្នឹងគឺយកមកលម្អតាព្រោះវាមិនបានប្រយោជន៍អីដើម្បីឲ្យនេះទេនិយាយទៅលម្អឲ្យតែយើងសប្បាយចិត្តតែសំខាន់គឺផ្ទះហ្នឹងគឺគ្រឹះឬសសរវាឯណោះហើយដល់ពេលអញ្ចឹងថ្ងៃនេះគាត់នាំក្រុម AOT អាស៊ានខាងខ្មែរបានប្រយោជន៍អីយើងនាំខាងខ្មែរថៃនាំខាងថៃទៅខាងខ្មែរនិយាយខាងខ្មែរថៃខាងថៃគេធ្វើតែខាងថៃហើយអត់មានរបាយការណ៍អត់មានក្រុមអាស៊ានរួមគ្នាអីមួយអត់មានថាអាស៊ានខ្មែរនិងថៃចុះទៅហើយសម្រាប់អត់មានខ្មែរហ្នឹងស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អទៅថតតែរូបហ្នឹងហើយរូបថតបើសិនជាថតបានផុសតាច្រើនជួយផ្ញើទៅឲ្យលោកអ៊ុំសំអាននិងអ៊ូសាម៉ាឌីផងឥឡូវទៅដល់ឡាអេហើយណែយកទៅដាក់ប្តឹងតុលាការព្រំដែនអន្តរជាតិបើលោកចិត្តសឿងអត់ទេបើអញ្ចឹងវិញអត់ទេចេះទៅរហូតនេះឃើញទេថ្ងៃនេះចុះទៅក្រុម AOT អាស៊ានហ្នឹងទៅទៀតដែរទៅដល់ទីតាំងយោធាដែលថាគេដាក់បរិយាយទូកុងតឺន័រហើយខុសច្បាប់ទៀតស្អីក៏ខុសដែរប៉ុន្តែហេតុអីបានជារដ្ឋបរទេសកាន់កាប់ដីខ្មែរខុសច្បាប់ខ្មែរអត់អាចរុញគេបានខ្ញុំពងតែឆ្ងល់នេះតើយើងជារដ្ឋអធិបតេយ្យអីទៅតើយើងមានពលឹងអីទៀតនៅពេលដែលគេអាចឈប់បាញ់មានណាហើយខុសអាបត់ឈប់បាញ់គេធ្វើអីបានស្អាតចិត្តអញ្ចឹងថៃយកអាបត់ឈប់បាញ់មកហ្នឹងអញ្ចឹងអ្នកណាដែលរួមគំនិតក្បត់សញ្ញេលោកទាសីហាសញ្ញេឲ្យមានបត់ឈប់បាញ់គឺជាការបើកផ្លូវឲ្យថៃឈ្លានពានបន្ថែមហើយអត់ហ៊ានធ្វើអីគេអញ្ចឹងបានន័យថាអ្នកណាដែលចុះហត្ថលេខាបត់ឈប់បាញ់គឺចូលរួមក្បត់ជាតិនេះដោយឲ្យអនុញ្ញាតឲ្យបើកដៃឲ្យថៃឈ្លានពានបានច្រើនទៀតដោយយកលេសអាបត់ជប់បាញ់ហ្នឹង
ហើយយកដីខ្មែរថែមទៀតឈ្លានពានថែមទៀតណាវាទៅជាអញ្ចឹងខ្ញុំមិនចង់ឲ្យអស់លោកណាជាប់ឈ្មោះជាអ្នកក្បត់ជាតិទេចង់ឲ្យលោកជាអ្នកកសាងស្ដារជាតិនេះអញ្ចឹងហើយបានតែចិត្តតែលើកទឹកចិត្តឲ្យប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិដើម្បីស្ដារមុខមាត់អស់លោកវិញដែរព្រោះអស់លោកការពារដែនអធិបតេយ្យខ្មែរអត់បានអញ្ចឹងហើយបានជាពឹងឲ្យតុលាការអន្តរជាតិនឹងដើម្បីខ្ចាក់ដីមកវិញបើបានមកវិញបើអស់លោកប្តឹងតាមពិតទៅប្រជាពលរដ្ឋខ្មែរគិតថាឲ្យធ្វើម៉េចបរដ្ឋាភិបាលទាហានខ្មែរខ្សោយបើគ្នាធ្វើម៉េចវាយអត់ឈ្នះប៉ុន្តែបានប្តឹងយោងដល់ប្តឹងទៅគេខ្ចាក់ដីមកក៏បានគុណូបការៈគុណស្រ័យដល់គណៈបកប្រជាជននិងរដ្ឋាភិបាលកម្ពុជាដែរហេតុអីបានជាអស់លោកមិនធ្វើឲ្យដៃទៅរដ្ឋាភិបាលក្រៅប្រទេសផ្ទុយទៅវិញមកជេរគេរឿងស្រមសបុតជេរគេរឿងមិនឲ្យប្តឹងអញ្ចឹងអស់លោកកាន់តែចោះនរកជ្រៅទៅទៀតណាវាទៅជាអញ្ចឹងវិញបងប្អូនជួនកាលអារបបដឹកនាំផ្ដាច់ការពេលខ្លះវាមានពេលវាដែរវាដល់ពេលគេហៅថា the beginning of an end ចំណុចចាប់ផ្ដើមនៃទីអវសានណាវាអាចអញ្ចឹងក៏ថាបានដែរហើយទៅក៏ថាគេរាយទូកុងតឺន័រ10ស្ថិតនៅចំណុចភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅកុងតឺន័រហ្នឹងរាយមួយឆ្នាំហើយហ្នឹងមិនមែនទៅមកដាក់ឥឡូវណាដាក់យូរហើយយើងទៅម្ដងគេដាក់បលាលួសទៅ2ដងអាស៊ានអីហ្នឹង AOT ទៅកាន់តែច្រើនគេធ្វើកាន់តែមាំទូហ្នឹងកាលមុនដាក់តែមួយជាន់នេះដល់ពេលយើងទៅញឹកគេថែមមួយជាន់ទៀតហើយគេថែមកំភ្លើងយន្តហើយគេថែមបាវខ្សាច់នៅលើហ្នឹងទៀតហើយយើងគិតថាទៅហ្នឹងបានផលគេធ្វើក្នុងដីគេថាយើងព្រមព្រៀងឲ្យអ្នកណានៅហ្នឹងតែខ្មែរតើដែលថាគេឈ្លានពានតែគេថាអត់បានឈ្លានពានផងនិយាយគេដំបងគេឈ្លានពានមែនហើយតែក្រោយមកលោកទាសីហាថាអ្នកណានៅហ្នឹងអានេះឡេះហើយខ្មែរយើងក៏ថាអត់មានទេអាហ្នឹងក៏ឈ្លានពានដែរតែឈ្លានពានមិនបើយើងអត់ទាំងបានដេញគេផងអញ្ចឹងសហគមន៍អន្តរជាតិគេថាអូរដ្ឋអធិបតេយ្យធ្វើអញ្ចឹងនៅអ៊ុយក្រែនបាញ់ហុយដីបាញ់រុស្ស៊ីរហូតដល់ក្រុងមូស្គូទៀតឥឡូវចែកជើងគ្នារុស្ស៊ីកំពុងអកុនធំខ្ញុំមានព័ត៌មានហ្នឹងដែរបាទឥឡូវបន្តទៅទៀតបងប្អូនកន្លែងហ្នឹងមួយរឿងព្រៃច័ន្ទភូមិជោគជ័យក៏ថាមានកុងតឺន័រ10កុងតឺន័រឥឡូវមានកន្លែងផ្សេងមានកុងតឺន័រប្រហែលផ្សេងមួយទៀតគឺគាត់ទៅ5កុងតឺន័រដែរនៅសំទោសមិនមែន5កុងតឺន័រទេអា10កុងតឺន័រ5កុងតឺន័រនៅភូមិជោគជ័យ3ជាន់អូ3ជាន់អានេះ10កន្លែងអូច្រើនណាស់ខ្ញុំអានមិនអស់ទេទាំងបានប្រយោជន៍ស្អីផងទេយើងទៅនិយាយពីគេដាក់កុងតឺន័រដាក់បលាលួសឲ្យមិនប្តឹងគេណាអាហ្នឹងដូចទៅបានប្រយោជន៍ស្អីយើងទៅស្រែកលើកបដាមុខតុលាការតែអត់ព្រមដាក់ភស្តុតាងប្តឹងយករជួលមេធាវីហើយចោះក្រុមមេធាវីគាត់ដែលបង្កើតគណៈកម្មការយូរហើយហ្នឹងណែណាគណៈកម្មការមេធាវីមានលោកកោតរិទ្ធមានបណ្ឌិតបញ្ញវន្តកវីច្បាប់សុទ្ធតែគណៈកម្មាធិការចំពោះកិច្ចអីដែលថាដាក់ប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិឬក៏យុត្តិធម៌អន្តរជាតិលើណែណាអស់លោកធ្វើអីគេលើហ្នឹងហើយបានប្រមាណណាឥឡូវការដែលស៊ើបអង្កេតស្រាវជ្រាវរៀបចំឯកសារហ្នឹងបានប្រមាណហើយអ្នកស្រីមលីសុជាតានោះស្រ័យកោកសឹកមាត់តដោកចែកតពោះកបីអាកាលគេបាញ់ប្រាវថ្ងៃម្ដុំថ្ងៃ20ជាងឬថ្ងៃប្រមាណនេះនៅខែធ្នូហ្នឹងគាត់ឡើងមកថាយើងកំពុងតែប្រមូលភស្តុតាងដើម្បីដាក់ប្តឹងថៃអំពីអំពើឈ្លានពានទៅតុលាការព្រំប្រទានអន្តរជាតិឥឡូវប្រមូលមួយឆ្នាំហើយ8ខែភស្តុតាងនៅណាអ្នកស្រីមលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិណាប្រាប់បងប្អូនកុំប្រមាថគេហើយចុះលោកទូចសុខៈអ្នកនាំពាក្យក្រសួងការមហាផ្ទៃដែលស្អីណាគេបាញ់ខ្មែរយើងស្លាប់នៅអាអូ3ជាន់ឬក៏ភូមិជោគជ័យអីហ្នឹងសុទ្ធតែដាក់ប្តឹងឥឡូវនៅឯណាចុះលោកសួនរោនហ្នឹងនៅឯណាវិញ្ញាណក្ខន្ធអ្នកទាំងនេះវល់ស្លាប់ហើយអស់លោកកុហកបែបនេះងាប់ហើយដាក់ទៅហើយកុំប្រមាថរាយការណ៍មកគណៈកម្មការស្អីច្បាប់អីហ្នឹងបណ្ដឹងមួយដែលត្រូវដាក់គេត្រូវការពេលរាប់ខែរាប់ឆ្នាំអញ្ចឹងហើយចុះបើចាប់គណៈបកប្រជាជនឬសកម្មជនសង្គ្រោះជាតិឬក៏សកម្មជនបដិឋាន24ម៉ោងចុះទៅចាប់អត់បាច់បង្កើតគណៈកម្មការអីអត់ដីកាក៏ចាប់ដែរអត់បងប្អូនណាដឹងដំណឹងអីក៏ចាប់ដែរខុសនីតិវិធីបំពេញគ្រប់យ៉ាងលើកធ្វើបានតាំងកដាលយប់ក៏ចាប់ដែរលោកកម្មសខាសាង1ម៉ោងរំលងរាត្រីតាថ្ងៃទី3ខែកញ្ញាឆ្នាំ2017ទៅចាប់សាង1ម៉ោងហើយភស្តុតាងបាត់ល្មើសចាក់ស្ដែងនោះគាត់និយាយ3-4ឆ្នាំមុននោះហើយឯកសារនិយាយជាសាធារណៈយកមកចាប់ហើយសិតតែអញ្ចឹងណាហើយធ្វើឲ្យប្រជាពលរដ្ឋថានិយាយអីក៏រិះគន់គេដែរហើយបើមិនរិះគន់អស់លោកធ្វើតែអញ្ចឹងណាឥឡូវបន្តទៅទៀតបងប្អូនគឺយើងអត់ព្រមប្តឹងតំណាងទូតសហរដ្ឋអាមេរិករំលឹកអំពីសារៈសំខាន់នៃសេរីភាពសារព័ត៌មានបើចង់ឲ្យសង្គមមួយមានសង្គមប្រជាធិបតេយ្យជាសង្គមប្រជាធិបតេយ្យខ្មាស់គេបងប្អូនខ្ញុំខ្មាស់គេ
យើងទៅប្រាប់ថាយើងជាសង្គមប្រជាធិបតេយ្យចាប់ងើបមួយវាយមួយរំលាយរដ្ឋធម្មនុញ្ញរំលោភបំពានរដ្ឋធម្មនុញ្ញរំលោភសិទ្ធិមនុស្សគេថ្កោលទោសជុំទិសអ្នករាយការណ៍ពិសេសអង្គការសហជាតិថ្កោលទោសអង្គការសហជីវជាតិឬក៏អ្នកអង្គការសិទ្ធិមនុស្សអន្តរជាតិរាយការណ៍ឆ្នាំណាក៏ដូចឆ្នាំណារៀបនីតិរដ្ឋបាតតារាងសេរីភាពសារព័ត៌មានបាតតារាងអង្គការសង្គមស៊ីវិលសិទ្ធិសេរីភាពជួបប្រជុំបាតតារាងរហូតឲ្យអត់កែហើយទៅកុហកគេរាល់ដងថាអត់អីទេយើងកោះសន្តិភាពយើងមានសេរីភាពពេញទំហឹងឥឡូវតំណាងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាគឺអ្នកស្រី Alex Zero ដែលជាភារៈធារីពួកអីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាដែលសភាបោះឆ្នោតហើយគឺលោក Christopher Anderson គាត់ថាអត់ទាន់ចូលទៅធ្វើការនៅឡើយទេទុកឲ្យភារៈធារីនេះនៅបន្តកិច្ចការងារនេះបន្តទៀតហើយភារៈធារីនេះគាត់ប្រមូលអ្នកសារព័ត៌មាននៅស្រុកខ្មែរមកទូតអាមេរិកមកនិយាយរំលឹកខួប250ឆ្នាំនៃឯករាជ្យរបស់សហរដ្ឋអាមេរិកដែលអ្នកស្រី Alex Zero នៅចំពោះមុខមានទាំងអ្នកនាំពាក្យរបស់លោកហ៊ុនសែនលោកជាធិរិទ្ធអីនៅក្នុងហ្នឹងចូលរួមដែរទៅរំលឹកប្រាប់ថាដើម្បីឲ្យសង្គមមួយប្រជាធិបតេយ្យរឹងមាំគឺទាល់តែផ្ដល់សេរីភាពសារព័ត៌មានឯករាជ្យឲ្យគេអាចផ្សព្វផ្សាយព័ត៌មានឲ្យកុំធ្វើទុកបុកម្នេញគេលោកស្រី Alex Zero នេះគាត់លើកអំពីអ្វីដែលជាក្លឹមគោលនៃប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកដែលជាគំរូថា250ឆ្នាំនេះអាមេរិកគឺឈររឹងមាំដោយសារតែគោរពគោលការណ៍ប្រជាធិបតេយ្យក្នុងនោះមានទាំងវិស័យសារព័ត៌មាននិងសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិផងហើយនាំអ្នកសារព័ត៌មានមកហ្នឹងគឺមែនតើដូចជាបង្រៀនដាស់តឿនថាយើងអត់មានគេប្រាប់មកថាធ្វើទៅស្ដារទៅកែទៅដើម្បីឲ្យមានប្រជាធិបតេយ្យមានសេរីពហុបកមានស្អីត្រឹមត្រូវអញ្ចឹងទៅយើងនឹងចាំតែគេបង្រៀនអញ្ចឹងរហូតខ្ញុំខ្មាស់គេពួកអីមន្ត្រីអស់ហ្នឹងនិយាយមកហ្នឹងគឺហាក់បីដូចជាចាក់ដោតប្រាប់មកចាំបាច់ប្រាប់អីប្រជាធិបតេយ្យវាត្រូវតែមានសេរីភាពប្រជារាស្ត្រជាធំហើយមិនមែនទៅមន្ត្រីធំឯណាតែអញ្ចឹងគេរំលឹកយើងរាល់តែដងដល់អញ្ចឹងយើងដូចក្មេងបៀមដៃខ្មាស់គេបងប្អូននិយាយត្រង់ឮសូរអញ្ចឹងអីតែណាហើយបើមន្ត្រីខ្មែរគាត់ចេះខ្មាស់គាត់កែតំណាងកូនសំទោសកូនប្រុសលោកលឹមគឹមយ៉ាទាមទារឲ្យអាជ្ញាធរកម្ពុជាចាត់ការលោកលីរតនៈរស្មីនិងពេជ្រកំស្រិនដើម្បីរកយុត្តិធម៌ជូនលោកសពលោកលឹមកញ្ញាហើយនឹងគ្រួសារខ្ញុំអាណិតគ្រួសារនេះហើយបងប្អូនគាត់សរសេរសារនៅលើបណ្ដាញសង្គមរបស់គាត់គឺលោកលឹមថូម៉ាស់សំណាងគាត់ជាកូនប្រុសរបស់លោកលឹមកញ្ញាដែលត្រូវឃាតករបាញ់សម្លាប់នៅឯទីក្រុងបាងកកនៅថ្ងៃទី7ខែមករាឆ្នាំ2025 7មករាជាថ្ងៃដែលកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនសែនហៅថាជាថ្ងៃរំដោះនោះវាត្រូវជាថ្ងៃដែលពិភពលោកស្គាល់អំពីភាពសាហាវខុសខើព្រៃផ្សៃរបស់អ្នកនយោបាយខ្មែរដែលក្នុងជួរគណៈបកកណ្ដាលអំណាចគឺលោកលីរតនៈរស្មីហើយនិងលោកពេជ្រកំស្រិនដែលជួយគ្នាជួយលុយជួយប្រាប់ថាអ្នកណាជាលោកលឹមកញ្ញាហ្នឹងទៅបាញ់ស្លាប់ភាណយនឹងជនជាតិថៃស៊ីឈ្នួលពួកគាត់បាញ់សម្លាប់លោកលឹមកញ្ញាឥឡូវថៃគេចាប់លោកភាណយដាក់គុកពន្ធនាគារគឺអស់មួយជីវិតឯលឹមកញ្ញាណែពេជ្រកំស្រិនហើយនិងលីរតនៈរស្មីមកនៅស្រុកខ្មែរស្ងាត់ឈឹង20ខែហើយមិនមែន20ខែទេលោកសំណាងដែលលឹមថូម៉ាស់សំណាងនេះគាត់ថាឪពុករបស់លោកបានបាត់បង់ជីវិតតាំងពី2025មកថ្ងៃ7ខែមករាមកគឺ8ខែហើយបងប្អូនយុតិធធនៅដូចឆ្ងាយដូចជើងមេឃគាត់ប្រាប់ថាសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាប់លោកលីរតនៈរស្មីនិងពេជ្រកំស្រិនយកមកផ្ដន់ទោសឲ្យខាងតែបានហើយមាននិវេតក្រហមមានអីទៀតសហកម្ពុជាហាក់បីដូចជាមិនបានប្រាប់ព័ត៌មានថាខ្លួនចាត់ការអីសោះដូចថាប្រមាថប្រជាពលរដ្ឋយើងធ្វើឲ្យស្ងាត់ស្ងៀមនៅស្ងៀមជាជាងស្ដីតាពីជាខ្ចីជាងតនេមាត់ប្រហែលជាស្ងាត់ទៅគាត់ថាលែងនឹកនីលែងអីឈប់និយាយអត់ទាន់មានយុត្តិធម៌អ្នកណាគេនិយាយលោកហើយឆាកអន្តរជាតិគេមើលមកថាយើងហ្នឹងគឺនៅលក្ខឃាតករ2នាក់អញ្ចឹងភ្ញៀវអន្តរជាតិអីញាក់សាច់ជាពិសេសក្រុមខ្មែរយើងដែលគ្រប់គ្រងគណៈបកប្រឆាំងចង់ទៅលេងខ្មែរអីញាក់សាច់គឺពេលវេលាមើលមិនមែន25ទេដូចជា24ណាឆ្នាំ2024អញ្ចឹងឯងដូចខ្ញុំភ្លេចអស់24អញ្ចឹងឯងបងប្អូនដែលគាត់ព្រោះកូនគាត់ថា20ខែហើយដែលឪពុកគាត់
ត្រូវឃាតករបាញ់សម្លាប់ឲ្យខ្ញុំរឿងវាច្រើនពេកខ្ញុំចង់ភ្លេចថ្ងៃដែលគេសម្លាប់លោកលឹមកំយ៉ាប៉ុន្តែបើលោកថា20ខែបានន័យថាឆ្នាំ2024ហ្នឹងអញ្ចឹង7មករាសូមអធិស្ឋានបើសិនជាខ្ញុំឆក់ល្វែងរឿងថ្ងៃសុំទោសដើម្បីឲ្យបងប្អូនជ្រះថ្លាខ្ញុំមានអ៊ីនធឺណិតដែរភ្លេចគិនលោកលឹមកំយ៉ាត្រូវឃាតករសម្លាប់នៅក្នុងក្រុងបាងកកអូខេអូតាមពិតថ្ងៃខែឆ្នាំត្រូវ2025ត្រូវបើសិនជាមករា2025ឥឡូវមកដល់ខែមករាឆ្នាំ2026ខែសីហាទៅហើយចង់25 26ត្រូវ20ខែរបស់គាត់ត្រូវមិនមែន2024ទេបងប្អូនបាទឥឡូវបន្តទៅទៀតគឺតកតងនឹងព័ត៌មានបន្ទាប់គឺក្រសួងមហាផ្ទៃអះអាងថាការកែច្បាប់អ្នកឈ្នះយកទាំងអស់តកតងនឹងរឿងគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ហ្នឹងមិនមែនដើម្បីពង្រឹងអំណាចប្រមូលផ្ដុំទេធ្វើថាអីក៏បានដែរក្រសួងមហាផ្ទៃនោះព្រោះអីសំបីតរដ្ឋធម្មនុញ្ញគេកែច្បាប់អីរំលាយគណៈបកអីបានចុះគ្រាប់ប៉ុណ្ណឹងធ្វើមិនកើតអីតែក្រសួងមហាផ្ទៃនេះតបទៅតាមព្រោះអីគណៈបកកម្លាំងជាតិដែលនិយាយថាកែច្បាប់ហ្នឹងគឺវាធ្វើឲ្យប៉ះពាល់ដល់តកតងនឹងរឿងនយោបាយរឿងអ្នកគណៈបកប្រឆាំងអាចនឹងត្រូវគណៈបកប្រជាជនកម្ពុជាឈ្នះតែនេះហ្នឹងអាកតុយហ្នឹងប្រមូលយកអស់អីអញ្ចឹងទៅវាជារឿងនឹងដែលគាត់តវ៉ាដើម្បីកុំឲ្យព្រះមហាក្សត្រឬក៏ព្រឹទ្ធសភាឬក៏ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញអីហ្នឹងយល់ព្រមតាមរដ្ឋសភាកម្ពុជាដែលអនុម័តសេចក្តីស្នើច្បាប់ដើម្បីកែច្បាប់គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់អីអញ្ចឹងណាអញ្ចឹងក្រសួងមហាផ្ទៃគ្រាន់តែនិយាយថាអ្វីដែលគេធ្វើនេះគឺនៅថ្ងៃទី22នេះគេឆ្លើយតបទៅនឹងគណៈបកកម្លាំងជាតិហ្នឹងថាការធ្វើវិសោធនកម្មនេះមានគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានលើកកម្ពស់គុណភាពសេវាសាធារណៈធានាឲ្យរដ្ឋបាលឃុំសង្កាត់អាចឆ្លើយតបបានកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាពចំពោះតម្រូវការប្រជាពលរដ្ឋតែប៉ុណ្ណឹងគ្មានអីភ្ញាក់ផ្អើលតាមពិតដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការគោរពប្រជាពលរដ្ឋហ្នឹងគឺកុំរំលាយគណៈបកប្រឆាំងទៅវាចប់បាត់ហើយឲ្យសម្លេងប្រឆាំងហ្នឹងគ្នាអាចតំណាងប្រជាពលរដ្ឋឃុំសង្កាត់មូលដ្ឋានឥឡូវដល់ពេលអត់តំណាងពលរដ្ឋដែលជាតំណាងក្រុមរបស់គេគឺមានតែក្រុមគណៈបកប្រជាជនអ្នកណាតវ៉ាខ្មាំងអ្នកណាប្រឆាំងខ្មោចចឹងប្រជាពលរដ្ឋខ្លះគ្នាមានបញ្ហាអីគ្នាអត់ហ៊ានតវ៉ាសុកចិត្តនៅស្ងៀមជាជាងសម្ដីតាពីជ័យខ្ចីជាងតនេមាត់ចងកសម្រាប់ខ្លួនជំនួសឲ្យការរកដំណោះស្រាយណាលោកបណ្ឌិតឡាមវងហៃថាការបង្រួបបង្រួមជាតិមិនពិបាកណាស់ទេគឺគ្រាន់តែនាំគ្នាគោរពរដ្ឋធម្មនុញ្ញទៅហើយនឹងសច្ចាប្រណិធានទៅវាជាការស្រេចហើយតាមពិតលោកបណ្ឌិតឡាមវងហៃលោកតែងតែថ្លែងសារតាមបណ្ដាញសង្គម Facebook ហ្នឹងជាការដាស់តឿនជាប្រចាំដែរហើយសាររបស់គាត់នេះគឺជាចាស់ព្រឹទ្ធាចារ្យប្រកបទៅដោយទស្សពិតរាជធរជាអ្នកចេះដឹងដល់គួរឲ្យគោរពណាស់ព្រោះអីលោកតែងតែដាស់តឿនក្រានរំលឹកម្សិលមិញមួយថ្ងៃគាត់សរសេរសារថាតើដើម្បីប្ររួបប្ររួមជាតិផ្សះផ្សាជាតិហ្នឹងគឺយើងតល់តែចោះចូលជាមួយគណៈបកកណ្ដាលអំណាចមែនគាត់ចង់បង្ហាញថាឲ្យតែយើងគោរពរដ្ឋធម្មនុញ្ញគោរពអីទៅគឺវាបានហើយវាចាំបាច់ចោះចូលចោះអីទេឲ្យគ្នាក្រុមណាដែលតំណាងឲ្យក្រុមគេទៅកុំទៅងើបមួយវាយមួយកុំទៅចាប់គេដាក់គុកទៅយើងអាចបង្រួមបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ទៅអ្នកឈ្នះដោយអស់ចិត្តអ្នកចាញ់ក៏ចាញ់ដោយមិនតវ៉ាឡំប៉ាអីទេព្រោះអីមើលទៅវាមានតម្លាភាពមានអីចឹងវាចប់ហើយមិនចឹងហ្នឹងហើយការផ្សះផ្សាជាតិនោះវាមានយុត្តិធម៌គ្រប់គ្នាព្រោះសន្តិភាពផ្សះផ្សាសេចក្តីសុខហ្នឹងគឺតើតែមានភាពយុត្តិធម៌តែលំអៀងតែអីចឹងមនុស្សគិតថាវាអត់មានយុត្តិធម៌អញ្ចឹងវាអត់មានការបង្រួបបង្រួមផ្សះផ្សាអីទេខ្ញុំថាលោកបណ្ឌិតឡាមវងហៃលោកមានប្រសាសន៍ថាអញ្ចេះបាទគាត់ថាការបង្រួបបង្រួមជាតិគឺវាអត់ពិបាកទេគឺគាត់ថាតាមមើលទៅមិនពិបាកណាស់ណាទេធ្វើមិនកើតឬក៏ធ្វើមិនកើតនោះទេមិនពិបាកទេបង្រួបបង្រួមជាតិកសាងសាមគ្គីភាពជាតិកសាងភាពឯកភាពជាតិគឺគ្រាន់តែនាំគ្នាគោរពរដ្ឋធម្មនុញ្ញទៅអនុវត្តតាមរដ្ឋធម្មនុញ្ញទៅហើយនឹងធ្វើតាមសច្ចាប្រណិធានទៅវាចប់ហើយរដ្ឋធម្មនុញ្ញជាកត្តារួមដ៏សំខាន់បំផុតរបស់យើងទាំងអស់គ្នាសច្ចាប្រណិធានជាកិច្ចសន្យាជាចំណងរវាងថ្នាក់ដឹកនាំនិងប្រជារាស្ត្រតាមពិតលោកបណ្ឌិតឡាមបង្ហាញរំលឹករឿងនេះបើកម្ពុជាយើងតំណាងរាស្ត្រសពថ្ងៃដែលផឹកទឹកសម្បត្តិណា
សតកែបតិចធ្លាក់យន្តហោះឡានបុកអីហ្នឹងប្រហែលជាស្លាប់អស់មកទៅព្រោះអីពួកគាត់ក្បត់សច្ចាប្រណិធានក្បត់រដ្ឋធម្មនុញ្ញនេះអូប្រមាថមែនតើធ្វើខ្លួនសរណៈគោរពកាន់សាសនាពុទ្ធអីហ្នឹងសាពះចុះសាពះឡើងពោតហ្នឹងអូអ្នកខ្លះសើបាយសៃបាយអីហ្នឹងសតសែនព្រិននៅផ្ទះហ្នឹងសតរាល់ថ្ងៃសិលអីហ្នឹងបួងសួងប៉ុន្តែដល់ហើយមកបំពេញសម្បត្តិនេះដូចកំ pl ែងលោកព្រំម៉ាញអញ្ចឹងបងប្អូនលោកព្រំម៉ាញគាត់កំ pl ែងថាម៉េចថាតាម្នាក់គាត់ដឹកជែកគាត់ទៅស្បត់ជាមួយប្រពន្ធគាត់នៅមុខព្រះអង្គដង្កើនៅមុខវាំងបត់ថាខ្ញុំស្មោះស្ម័គ្រនឹងប្រពន្ធខ្ញុំគ្មានស្រីញីអូនបងអីណាក្បត់ទេគឺថាបើក្បត់ឲ្យកាច់ខ្ញុំឲ្យបកាច់ស្អីកាច់កកអីចឹងទៅអីលាក់នឹងលាក់ទៅមុខប្រពន្ធនឹងដុតនិយាយពីច្បាស់លាស់អញ្ចឹងហ្មងធូប3សរសៃសច្ចាជាមួយប្រពន្ធមុខព្រះអង្គដង្កើហ្នឹងហើយដល់ពេលទៅផ្ទះវិញស្រាប់តែមកវិញដឹកជែកមួយសក្លោហ្មងយកមកដាក់សែនម្ដងទៀតប្រាប់ថាព្រះអង្គដងកើមុនហ្នឹងនិយាយមួយប្រពន្ធខ្ញុំហ្នឹងខ្ញុំនិយាយទាំងបំពេញទេដើម្បីឲ្យប្រពន្ធខ្ញុំសប្បាយចិត្តរួចផុតពីការធ្វើទុកបុកម្នេញផ្លូវចិត្តខ្ញុំឯងប៉ុន្តែឥឡូវខ្ញុំសែនជែកម៉ាស៊ីក្លូនេះសូមឲ្យលាអ្វីដែលខ្ញុំនិយាយហ្នឹងកុំយកកម្មយកអីព្រោះព្រះអង្គដងកើហ្នឹងក៏ខូចជាមួយយាយទេពឯណាដែរហ្នឹងរឿងលោកប្រមាថនិយាយទេតាមពិតវាមើលទៅដូចរឿងកំ pl ែងអញ្ចឹងវិញណានៅមុខប្រជាពលរដ្ឋនៅក្នុងនេះហ្នឹងគឺថាសុទ្ធតែអ្នកស្មោះស្ម័គ្រនឹងប្រពុតសុទ្ធតែទស្សពិតរាជធរសុទ្ធតែស្អីប៉ុន្តែសំបីតែសម្បត្តិនេះដែលស្បត់នៅក្នុងវាំងមួយគ្នានេះក៏យើងបំពេញដែរព្រោះអីយើងបំពេញសច្ចាប្រណិធានថាគោរពការពារប្រយោជន៍ប្រជាពលរដ្ឋទោះក្នុងតម្លៃណាតើហើយវ័យមួយងើបមួយចាប់គ្នាក្តៅកាហាយហើយបើជាតំណាងរាស្ត្រអត់ដែលតវ៉ាអត់ដែលមានតែធ្វើច្បាប់ដើម្បីបំផ្លាញឲ្យគ្នានឹងទុកទឹកភ្នែកក្តៅកាហាយជាពិសេសគណៈបកប្រឆាំងអីតើប៉ុណ្ណឹងអត់ចុះនរកទេណាខ្ញុំពងឲ្យឆ្ងល់អស់លោកអើយមែនតើណាយខ្ញុំមិនដឹងទេបើសិនជឿបនជាបាបប្រយ័ត្នណាតែឥឡូវបដាសាហ្នឹងវាមានហើយវាមិនបានបដាសាទៅលើអស់លោកមន្ត្រីដែលក្បត់សច្ចាប្រណិធាននិងរំលោភរដ្ឋធម្មនុញ្ញវាទៅជាបដាសាប្រជាពលរដ្ឋទាំង18លានអ្នកកម្មពៀមែនតើថៃយកដីអស់76កន្លែង scam online អំពើអីសេដ្ឋកិច្ចធ្លាក់ចុះភ្ញៀវអីហ្នឹងជាបដាសាតែយើងអត់ដឹងទេអាហ្នឹងតើតែលិចប្រទេសខ្មែរហ្មងលងស្លាប់ទាំងអស់បានយើងថាត្រូវបដាសាអាហ្នឹងគឺជាបណ្ដាសានៃអំពើអាក្រក់របស់ថ្នាក់ដឹកនាំយើងវាច្រើនពេកចឹងកម្ពុជាយើងរងតែទុកខ្លោចផ្សារក្តៅកាហាយអីឃើញទេតាមពិតវាគួរតែរីកចម្រុងចម្រើនសបោសបាយអីវាអត់ដោយសារតែអំពើយើងនាំគ្នាធ្វើឲ្យក្តៅកាហាយដល់ប្រអិនប្រព្រំនិយាយផ្លូវធម៌ចេះទៅវាស្រួលធូរចិត្តជាង